រឿងយោធាថៃវាយប្រហារដោយអាវុធធុនធ្ងន់លើប្រាសាទព្រះវិហារត្រូវបានកម្ពុជាប្រាប់ទៅប្រទេសភូមកពីជាង150ប្រទេសចំពោះមុខគណៈប្រទេសភូមកពីជាង150ប្រទេសតំណាងកម្ពុជាប្រាប់សមាគមអន្តរជាតិថានៅក្នុងជំលោះព្រំដែនកម្ពុជាថៃយោធាថៃនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចុងកោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិទៅលើប្រាសាទព្រះវិហារឯកឧត្តមសួរយ៉ារ៉ាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC បានប្រាប់សមាគមអន្តរជាតិថាករណីប្រាសាទព្រះវិហារទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឆ្នាំ1962និងឆ្នាំ2013បានទទួលថាប្រាសាទនេះក្នុងដែនអធិបតេយ្យកម្ពុជាហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ2008ក៏ដោយសារជំលោះព្រំដែនកម្ពុជាថៃប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចុងកោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរឯកឧត្តមសួរយ៉ារ៉ាថ្លែងយ៉ាងដូច្នោះធ្វើក្នុងសន្និសីទពិភពលោក UNESCO ស្ដីពីគោលនយោបាយវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព Media Call 2025 ប្រព្រឹត្តនៅថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី1ខែតុលាឆ្នាំ2025នៅទីក្រុងប៉ាសេឡូណាប្រទេសអេស្ប៉ាញដែលមានការចូលរួមពីគណៈប្រតិភូជាង150ប្រទេស